ជីអនុវិទ្យាល័យប្រពេចចង្វាជាសាលារៀនដែលស្ថិតនៅជនបទហើយបានប្រឈមមុខនឹងបញ្ហាខ្វះទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃជាពិសេសគឺរដូវប្រាំងដោយអណ្ដូងស្នប់ដែលសាងសង់ក្នុងឆ្នាំ2016មានជំរោរៈហើយនៅខែប្រាំងពុំមានទឹកដូចនេះសាលារៀនត្រូវតែទិញទឹកយកមកប្រើប្រាស់ប្រចាំថ្ងៃក្នុងរដូវប្រាំងការទិញទឹកយកមកប្រើប្រាស់ប្រចាំថ្ងៃគឺជាបន្ទុកដ៏ធ្ងន់ធ្ងររបស់សាលារៀនដោយថវិកាមានកម្រិតអណ្ដូងទឹកនេះមានប្រភពទឹកល្អគ្រប់គ្រាន់វានឹងរួមចំណែកលើកស្ទួយសុខភាពរបស់សិស្សានុសិស្សលោកគ្រូអ្នកគ្រូនិងសហគមន៍លើកស្ទួយអនាម័យនិងបរិស្ថានសាលារៀនរបស់នាងខ្ញុំជាទីបញ្ចប់នាងខ្ញុំសូមគោរពជូនពរបងស្រីមីហូកូហាស៊ីកូជីនិងក្រុមគ្រួសារសូមមានសុខភាពល្អសុភមង្គលនិងសេចក្តីចម្រុងចម្រើនសូមអរគុណចាជំរាបសួរនាងខ្ញុំឈ្មោះសយភពជាគ្រូបង្រៀននៅអនុវិទ្យាល័យប្រពេចចង្វាចានាងខ្ញុំមានសប្បាយរីករាយណាស់មានចិត្តសប្បាយព្រៃអរណាស់ដែលបានទឹកស្អាតចាដែលបានទឹកស្អាតយកមកប្រើប្រាស់សម្រាប់ឲ្យសិស្សានុសិស្សយើងតាំងពីការស្រោចទឹកផ្កាក៏ដូចជាទឹកស្អាតសម្រាប់លាងដៃទឹកស្អាតសម្រាប់ចាក់បង្គន់ព្រោះនៅរដូវប្រាំងនៅទីនេះគឺខ្វះខាតទឹកក្នុងការប្រើប្រាស់អញ្ចឹងពួកខ្ញុំគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សនៅអនុវិទ្យាល័យប្រពេចចង្វាមានសេចក្តីត្រេកអរដែលទទួលបានអំណោយអាងទឹកដែលបានទឹកស្អាតយកមកប្រើប្រាស់នេះចា៎នេះខ្ញុំសូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយដែលបានជួយឧបត្ថម្ភនៅទឹកស្អាតដល់សាលាអនុវិទ្យាល័យប្រពេចចង្វាសូមអោយលោកស្រីជួបតែសេចក្តីសុខសេចក្តីចម្រើននិងទទួលជោគជ័យគ្រប់ភារកិច្ចចា៎សូមអរគុណ